ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមកចែករំលែកបងប្អូនតាក់ទងនឹងការបដោះផ្សិតផ្ទាល់ដីបងប្អូនដែលបងប្អូនយើងតែងតែឆាតសួរក៏ដូចជាខមមិនសួររហូតតាក់ទងនឹងការបដោះផ្ទាល់ដីហើយខ្ញុំចង់ជម្រាបជូនបងប្អូនដែរថាការបដោះផ្ទាល់ដីបែបសម័យទំនើបនេះគឺបងប្អូនខ្លះគឺគាត់បដោះខុសគ្នាបងប្អូនបច្ចេកទេសគឺផ្សេងគ្នាអញ្ចឹងខ្ញុំសូមប្រាប់ពីបច្ចេកទេសរបស់ខាងខ្ញុំថ្ងៃមុនគឺខ្ញុំបានប្រាប់ពីការត្រាំច្បើងផ្អាប់ច្បើងហើយតែថ្ងៃនេះគឺយើងមកចាប់ផ្ដើមបដោះម្ដងហើយបងប្អូនត្រូវការមូច្បើងដុំអញ្ចឹងបងប្អូនហើយពេលបងប្អូនមូច្បើងហើយគឺបងប្អូនយកកបោហ្នឹងមកបាច់លើដីផងដីកបោហ្នឹងគឺយើងអាចត្រាំច្បើងក៏បានផ្អាប់ច្បើងក៏បានហើយនឹងបាច់ផ្ទាល់ដីទៀតយើងបាច់លើដីដើម្បីជួយសម្លាប់មេរោគដែរបងប្អូនយើងប្រការមានមេរោគឆ្លងដោយសារនឹងដីហ្នឹងយើងអត់ដឹងថាមានអីខ្លះទេជួនកាលអាចមានផ្សិតព្រៃផ្សិតអាចគោវានៅស្រាប់អញ្ចឹងណាហើយបងប្អូនអាចធ្វើការបដោះបានហើយយើងទៅរៀបច្បើងនឹងជាដុំជាជួអញ្ចឹងទៅរួចយើងស្រោចទឹកឲ្យជោគសិនណាបងប្អូនបន្ទាប់ពីយើងស្រោចទឹកឲ្យជោគមកចាំយើងរោយមេរួចយើងដាក់ច្បើងម្សៅទៀតពីខាងលើបងប្អូននៅពេលដែលយើងដាក់ច្បើងហើយក៏យើងត្រូវស្រោចទឹកឲ្យជោគដែរហើយនៅក្នុងទឹកនោះដែរគឺបងប្អូនអាចស្រោចទឹកទទេក៏បានឬក៏បងប្អូនអាចលាយជាមួយនឹងជីទឹកផ្លែឈើក៏បានដែលក្នុងទឹកផ្លែឈើមួយគម្របយើងអាចលាយជាមួយទឹក1លីត្របានណាបងប្អូនហើយយើងអាចដាក់លើសពីហ្នឹងក៏បានដែរអត់មានផលប៉ះពាល់អីទេដោយសារអាជីទឹកផ្លែឈើហ្នឹងវាសុទ្ធសឹងតែជារបស់ធម្មជាតិទេអញ្ចឹងបងប្អូនអាចដាក់បាញ់បានហើយថ្ងៃធ្វើហ្នឹងគឺបងប្អូនកុំភ័យឲ្យរឿងលើសទឹកណាបងប្អូនអាចបាញ់ទឹកឲ្យរៀងជោគជាំតិចទៅហើយក្នុងវីដេអូរបស់ខ្ញុំហ្នឹងអត់សូវបានបង្ហាញការបាញ់ទឹកទេតែបងប្អូនអាចបាញ់ឲ្យច្រើនឲ្យជោគជាំទៅគឺអត់លើសទឹកទេថ្ងៃដែលយើងបដោះហើយសំខាន់មួយទៀតគឺបងប្អូនត្រូវផ្អាប់ច្បើងធ្វើម៉េចឲ្យតុនបានល្អមែនទែនដូចក្នុងរូបហ្នឹងគឺតុនហើយបងប្អូនវាតុនល្អហើយបើសិនជាអត់តុនគឺបងប្អូនមូទៅវានៅរឹងចងេងចងាងច្រើនណាបងប្អូននេះហើយយើងធ្វើការរោយមេទៀតទៅនៅសៅទី2ទី3ក៏យើងនៅតែអាចរោយមេដែរហើយមេផ្សិតហ្នឹងគឺយើងអាចលាយជាមួយនឹងម្សៅត្នោតនិងអាហារអំប៉នដែរបងប្អូននៅក្នុងមេដាក់កញ្ចប់គឺយើងលាយអាហារអំប៉ននិងម្សៅត្នោតមកមុខតែ2ខាំបានហើយបងប្អូនយើងច្បល់គ្នាឲ្យសព្វទៅហើយយើងយកមករោយនៅលើច្បើងដែលយើងបានមូនឹងទៅហើយយើងដាក់ធ្វើម៉េចឲ្យបាន3សៅទៅបងប្អូនច្បើងណានេះសៅទី3ហើយនេះនៅពេលបងប្អូនដាក់នៅសៅទី3រួចបងប្អូនក៏អាចរោយមេនៅខាងលើសៅទី3នឹងបានដែរបើសិនជាបងប្អូននៅសល់មេហើយក្នុងមេមួយកញ្ចប់គឺបងប្អូនអាចបដោះបាន1ម៉ែត្រណាបងប្អូនឬក៏មួយកន្ត្រកហើយនៅខាងសៅទី3ជាន់លើហ្នឹងគឺយើងអាចធ្វើការរោយមេខាងលើនឹងបានដែរបន្ទាប់ពីយើងរោយហើយបងប្អូនអាចយកអាចច្បើងដែលយើងផ្អាប់ហើយហ្នឹងទៅសោះគ្របពីលើមកណាបងប្អូនយើងគ្របរួចយើងយកដៃយើងប្រហាប់វាតិចមកឲ្យវាដូចរៀងខ្នងដើកទៅក៏បានដែរដើម្បីពេលយើងស្រោចទឹកទៅអាទឹកហ្នឹងវាធ្លាក់មកគៀនណាហើយអានេះគឺខ្ញុំដាក់ដែកជ្រុងហ្នឹងគឺដោយសារដែកខ្ញុំមានស្រាប់អញ្ចឹងខ្ញុំលើកយកមកដាក់ហ្មងតែបើសិនជាបងប្អូនអត់មានបងប្អូនត្រូវធ្វើឈើបកោងឬក៏បងប្អូនអាចធ្វើជាឈើរៀងជាអក្សរ A ឬក៏ត្រីកោណក៏បានដែរបងប្អូនដើម្បីពេលដែលយើងគ្របប្រហប់ទៅគឺញើសពេលដែលមានញើសក្តៅញើសអីហ្នឹងគឺវាស្រក់មកខាងកុំឲ្យវាស្រក់ត្រូវច្បើងណាបងប្អូនតែកាលណាវាស្រក់ត្រូវច្បើងវាអាចធ្វើឲ្យច្បើងរបស់យើងហ្នឹងក្តៅហើយងាប់តសៃហើយបើមានកូនផ្សិតក៏អាចឲ្យលួយទៅវិញដែរនៅពេលដែលញើសក្តៅវាស្រក់ត្រូវបងប្អូននេះបងប្អូនអាចធ្វើការទៅសោះគ្របពីលើមេអញ្ចឹងទៅរួចហើយយើងស្រោចទឹកឲ្យជោគមែនទែនទៅបងប្អូនបន្ទាប់ពីយើងស្រោចទឹកជោគរួចយើងធ្វើការគ្របហ្នឹងគឺយើងត្រូវគ្របបង្ហាប់វាគ្របធ្វើម៉េចឲ្យជិតណាបងប្អូនឲ្យជិតល្អកុំឲ្យមានខ្យល់ចេញចូលហើយរយៈពេល4ថ្ងៃហើយក្នុងរយៈពេល4ថ្ងៃហ្នឹងគឺបងប្អូនមិនត្រូវបើកមើលទេដើម្បីឲ្យតសៃស្ពណ៌វាចាប់ផ្ដើមដើរចេញមកបងប្អូនបើសិនជាបងប្អូនបើកចូលឡើងខ្យល់ចូលហ្នឹងវាអត់មានតសៃស្ពណ៌ដើរចេញមកទេដោយសារវាចូលទៅវាត្រជាក់វាអីចឹងទៅណាបងប្អូនបើវាដោះក៏វាអាចយូរដែរអញ្ចឹងបងប្អូនអាចធ្វើតាមក្បួនរបស់ខ្ញុំហ្នឹងទៅបន្ទាប់ពី4ថ្ងៃមកគឺបងប្អូនត្រូវបើកស្រោចផ្ដាច់កសាយបងប្អូនអាចស្រោចនឹងទៅយកដូចខ្ញុំចឹងក៏បានបងប្អូនអាចប្រើធុងស្នាប់បាញ់ក៏បានណាបងប្អូនតែបងប្អូនត្រូវបញ្ជាក់ថាត្រូវតែច្បាស់ថាអាធុងបាញ់ស្នាប់ហ្នឹងគឺ
ជាធុងដែលស្អាតអត់ធ្លាប់បាញ់ថ្នាំស្មៅថ្នាំអីពីមុនមកណាបងប្អូននេះបងប្អូនបន្ទាប់ពីបងប្អូនបាញ់ទឹកស្រោចផ្ដាច់កសែហើយគឺបងប្អូនត្រូវធ្វើការគ្របទៅវិញឲ្យជិតដែរគ្របឲ្យជិតហ្នឹងរយៈពេល2ថ្ងៃគឺបងប្អូនអត់ត្រូវឲ្យបើកដែរហើយនៅពេលបងប្អូនគ្របហ្នឹងណាគឺបងប្អូនមិនគ្របតាតង់សទេបងប្អូនអាចគ្របតង់ខៀវឬក៏ថែមស្អីពីលើមួយទៀតដើម្បីរៀងល្ងឹតដោយសារផ្សិតវាអត់ត្រូវការពលឺខ្លាំងទេបងប្អូនហើយបើសិនជាបងប្អូនមានម្លប់គ្រប់គ្រាន់បងប្អូនមិនចាំបាច់បាំងអីខាងលើក៏បានដែរតែបើសិនជាម្លប់អត់សូវច្រើនគ្រប់គ្រាន់ទេគឺបងប្អូនត្រូវតែធ្វើការបាំងខាងលើបងប្អូនអាចជាស្លឹកត្នោតស្លឹកដូងឬក៏ស្បៃដូចនាងខ្ញុំបាំងខាងលើហ្នឹងក៏បានដែរចាហើយបងប្អូនអាចបន្ទាប់ពី2ថ្ងៃដែលយើងប្រហប់ហើយមកបងប្អូនត្រូវបើកចំហបងប្អូនបើកចំហវាពេលព្រឹកនេះម៉ោង7 8អីហ្នឹងគឺបងប្អូនចំហ15នាទីទៅ20នាទីអីទៅហើយបងប្អូនធ្វើការស្រោចបន្តិចដែរទៅស្រោចតិចទៀតហើយយើងគ្របទៅវិញហើយលើកហ្នឹងគឺគ្របអត់ឲ្យជិតដូចមុនទេណាបងប្អូនយើងត្រូវការគ្របវាតែយើងទុកប្រហោងឲ្យមានខ្យល់ចេញចូលគឺប្រហោងតូចល្មមមុខក្រោយទៅណាបងប្អូនដើម្បីឲ្យមានខ្យល់មានពលឺចេញចូលហើយបន្ទាប់ពីខ្យល់និងពលឺចេញចូលបានមួយថ្ងៃអីមកគឺចាប់ផ្ដើមចាប់គ្រាប់ហើយបងប្អូននេះអានេះខ្ញុំបើកខ្យល់ចានេះបងប្អូនហើយនេះគឺខ្ញុំបើកខ្យល់បានមួយថ្ងៃបន្ទាប់ពីយើងបើកខ្យល់បានមួយថ្ងៃពីរថ្ងៃមកវាចាប់ផ្ដើមចាប់គ្រាប់ទូចមកហើយរយៈពេលនៃការចាប់គ្រាប់ទូចហ្នឹងបងប្អូនកុំឲ្យស្រោចទឹកអីសោះតែកាលណាបងប្អូនស្រោចគឺអាលួយកូនផ្សិតទៅវិញហើយបងប្អូនត្រូវប្រយ័ត្នមែនទែនកុំស្រោចពេលថ្ងៃឬពេលល្ងាចបងប្អូនទៅស្រោចតែពេលព្រឹកបានហើយផ្សែងក្រូចបានហើយរយៈពេលដែលចាប់គ្រាប់3ថ្ងៃដំបូងហ្នឹងកុំឲ្យស្រោចឲ្យសោះបងប្អូនកុំស្រោចតែកាលណាបងប្អូនស្រោចគឺងាយប្រឈមមុខនឹងកូនផ្សិតអាលួយទៅវិញណាហើយនៅពេលដែលបងប្អូនដកបាន2 3ថ្ងៃហ្នឹងហើយបងប្អូនអាចធ្វើការស្រោចបានស្រោចពេលព្រឹកតែមុនបងប្អូនស្រោចគឺបងប្អូនអាចចំហវាឲ្យរៀងត្រជាក់តិចណាបងប្អូនចំហវាប្រហែលជា15នាទីអីទៅចាបងប្អូនហើយនៅពេលដែលបងប្អូនចំហប្រហែលជា15នាទីឬ20នាទីហើយបងប្អូនអាចស្រោចផ្សេងក្រូចបានហើយបងប្អូនតែនៅពេលដែលបងប្អូនបើកដកអញ្ចឹងមិនចាំបាច់ចំហឲ្យទៀតព្រោះបងប្អូនពេលបើកដកហ្នឹងគឺបងប្អូនចំហស្រោចឯងអញ្ចឹងបងប្អូនអាចស្រោចបានស្រោចបែបផ្សេងក្រូចណាបងប្អូនកុំឲ្យស្រោចច្រើនពេកតែកាលណាស្រោចច្រើនដូចបន្លែដូចអីក៏អត់កើតដែរគឺងាយនឹងឲ្យលួយទៅវិញហើយនេះកន្លែងនេះខ្ញុំធ្វើផ្ទាល់ដីហ្នឹងគឺមានសម្ោចនេះបងប្អូនកាលដែលខ្ញុំធ្វើគឺអត់បានដឹងទេអញ្ចឹងបដោះផ្ទាល់ដីហ្នឹងគឺមានបញ្ហាត្រង់ហ្នឹងដែរបងប្អូនតាក់ទងរឿងសម្ោចរឿងកាឌីអីអញ្ចឹងបងប្អូនអាចដោះស្រាយខ្លួនឯងបានរកកន្លែងណាដែលអត់សូវមានកាឌីមានសម្ោចអញ្ចឹងទៅហើយនេះបងប្អូនសិតតែជាផ្សិតហើយអាហ្នឹងគឺខ្ញុំបដោះខ្លួនឯងផ្ទាល់បងប្អូនដូចខ្ញុំបានជម្រាបចឹងថាអត់បានយកវីដេអូខាងណាមកបង្ហាញជូនបងប្អូននេះគឺបដោះខ្លួនឯងហើយថតខ្លួនឯងហើយនឹងព្រោះបដោះហ្នឹងដើម្បីទុកជាវីដេអូចែកជូនបងប្អូននឹងឯងឲ្យដឹងថាមិនមែនចេះតែនិយាយអត់មានផុសតាងអីចឹងណាបងប្អូនខ្ញុំបដោះពិតគឺដោះពិតទៅបងប្អូននេះហើយនិយាយរឿងមេផ្សិតវិញណាបើសិនជាយើងទុកហួសអាយុរបស់វាក៏វាដោះក្នុងកញ្ចប់ដែរបងប្អូនអញ្ចឹងសិនជាបងប្អូនយកទៅបដោះឲ្យតែមានសរសៃគឺដឹងថាដោះឲ្យបងប្អូនសំខាន់បងប្អូនអាចធ្វើការបដោះតាមការណែនាំរបស់ខ្ញុំឲ្យត្រូវអញ្ចឹងបងប្អូនហើយកុំឲ្យថាច្បាំងនៅរឹងអីហ្នឹងគឺវាអត់សូវដោះដែរព្រោះតែកាលណាច្បាំងតុនល្អតែសៃស្ពណ៌វាដើរតោងចាប់បានល្អហើយវាក៏ចាប់គ្រាប់បានច្រើនដែរអញ្ចឹងបើសិនជាបងប្អូនចង់បដោះមានចាប់អារម្មណ៍អីគឺបងប្អូនអាចសាកល្បងបានណាពីព្រោះថាការងារហ្នឹងគឺស្ត្រីមេផ្ទះក៏អាចបដោះបានដែរបងប្អូនការងារស្រាលទេគឺបងប្អូនអាចត្រាំច្បាំងផ្អាប់ច្បាំងឲ្យតុនទៅអាចបដោះបានហើយបងប្អូនហើយបើសិនជាបងប្អូនអត់មានអីត្រាំទេបងប្អូនអាចធ្វើការប្រហប់យកក៏បានដែរបងប្អូនតែគ្រាន់ថាយើងចំណាយពេលរៀងយូរតិចបើជាធម្មតាយើងត្រាំច្បាំង2យប់ផ្អាប់4យប់តែបើពេលដែលយើងអត់មានអីត្រាំយើងអាចបាញ់ទឹកជន់ក្រូប្រហប់វាចោលមួយទឹក10ថ្ងៃអីទៅក៏បានដែរបងប្អូននេះហើយអានេះខ្ញុំដល់វគ្គបើកដកថ្ងៃទី2ហើយបងប្អូននិយាយរួម
សិតគឺយើងអាចដកបាន2 3ថ្ងៃដំបូងគឺរៀងច្រើនបន្ទាប់មកក៏ស្បើយតែជួនកាលបងប្អូនអាចថែអត់សូវបានល្អក៏វាអាចរលួយកូនទៅវិញអស់ដែរបងប្អូនហើយផ្សិតគឺអាចដុះបាន2សាបងប្អូនហើយក៏វាអត់បានដុះច្រើនដូចជាផ្សិតអំបោះឬផ្សិតសដែរបងប្អូនវាដុះតាមរយៈពេលខ្លីគឺវាអស់ហើយក៏វាឆាប់បានប្រមូលផលដែរហើយតម្លៃវាក៏ថ្លៃជាងផ្សិតអំបោះដែរបងប្អូនផ្សិតអំបោះងាយស្រួលដាំហើយណាមួយវាទទួលផលរយៈពេលយូរទៀតអញ្ចឹងតម្លៃវាក៏រៀងថោកដែរនៅលើទីផ្សារហើយផ្សិតច្បើងនេះគឺពេញនិយមមែនទែនបងប្អូនរសជាតិវិញគឺឆ្ងាញ់ជាពិសេសអាដែលយើងបដោះខ្លួនឯងអញ្ចឹងបងប្អូនដកថ្មីគឺផ្អែមឆ្ងាញ់បងប្អូនអាចធ្វើម្ហូបបានគ្រប់មុខយើងមិនចាំបាច់ដាក់សាច់ក៏បានដាក់ក៏បានណាបងប្អូនយើងចង់កំពងឆាស្ងោរអាំងចៀនអីគឺបានទាំងអស់ហើយចឹងបើសិនជាបងប្អូនចាប់អារម្មណ៍បងប្អូនអាចបដោះបានណាហើយខ្ញុំក៏មានលក់ជាឈុតសម្រាប់សាកល្បងដែរបងប្អូនមួយឈុត 50000 រៀល free សេវាវរៈបន្ថែមបងប្អូនដែលក្នុងឈុតហ្នឹងគឺយើងអាចទទួលបានមេផ្សិត10កញ្ចប់អាហារបំពន់1ម្សៅតនើប1កវ៉ាវខ្យង1គីឡូដែរហើយនឹងជីទឹកផ្លែឈើ2ដបដែលក្នុងជីទឹកផ្លែឈើហ្នឹងគឺបងប្អូនអាចយកទៅផ្អាប់ជាមួយច្បើងនិងបាញ់លើច្បើងបានណាបងប្អូនហើយបងប្អូនកុំបារម្ភថាមានគីមីគឺសិតសឹងតែជារបស់ធម្មជាតិទេនៅក្នុងជីទឹកផ្លែឈើហ្នឹងគឺមានស្កររងូ EM ហើយនិងផ្លែឈើទុំសុទ្ធទៅបងប្អូនអញ្ចឹងបងប្អូនអាចប្រើប្រាស់បានដោយសុវត្ថិភាពគឺអត់មានផលប៉ះពាល់អីដល់សុខភាពទេហើយក៏អាចយកទៅស្រោចលើដំណាំបន្លែផ្លែឈើក៏បានដែរបងប្អូនហើយបើសិនជាយើងបាញ់ទៅលើកូនផ្សិតក៏អាចជំនួយឲ្យកូនផ្សិតធំមានទម្ងន់ដែរបងប្អូនហើយតែបងប្អូនអាចបាញ់លាយ1ការ៉ូបជាមួយនឹងទឹក3លីត្រដល់ពេលដែលមានកូនផ្សិតធំហើយតែបើសិនជាអត់តាន់ទេបងប្អូនអាចលាយ1ការ៉ូបជាមួយនឹងទឹក1លីត្រទៅបាញ់លើច្បើងគ្រប់សាវនៅពេលដែលយើងបដោះហ្នឹងបងប្អូនហើយអាពេលផ្អាប់ហ្នឹងក៏យើងអាចដាក់បានដែរបងប្អូនអាចដាក់ច្រើនក៏រឹតតែល្អដែរហើយនេះខ្ញុំធ្វើការដកផ្សិតនិយាយរួមផ្សិតខ្ញុំបដោះហ្នឹងដូចជាតែ2ម៉ែត្រទេបងប្អូន2ម៉ែត្រជាងអីទេហើយក្នុង2ម៉ែត្រឬ3ម៉ែត្រអីហ្នឹងគឺយើងអាចប្រើមេ3កញ្ចប់អីបានណាបងប្អូនហើយបងប្អូនអាចដាក់3កញ្ចប់ក៏បាន4កញ្ចប់ក៏បានណាបងប្អូនតាមដែលបងប្អូនរយក្រាស់រយស្ដាងតែកុំឲ្យច្រើនខ្លាំងពេកច្រើនខ្លាំងពេកក៏អាចដុសផ្សិតច្រើនមកក៏វាល្អិតដែរបងប្អូនហើយនេះដែលកត្រកដែលខ្ញុំធ្វើចិត្តដឹងបងប្អូនមានកត្រកមានផ្ទាល់ដីតែវីដេអូមុនខ្ញុំបានបង្ហាញហើយតាក់ទងនឹងបដោះនឹងកត្រកបងប្អូនហើយនេះជាឈុតរបស់ខ្ញុំអញ្ចឹងសូមអរគុណច្រើនបងប្អូនសូមជម្រាបលា